ហើយជាពិសេសវ័យពេលយើងនៅវ័យជំទង់យើងត្រូវការចម្លើយនឹងខ្លាំងមែនតើដើម្បីយើងសម្រេចចិត្តថាត្រូវរៀនអីអភិវឌ្ឍអីដែលត្រូវនឹងខ្លួនយើងចម្លើយមួយរបស់បងប្អូនដែលបានចូលរួមឆ្លើយនឹងសំណួររបស់ខ្ញុំគាត់ថាយើងត្រូវការស្គាល់ខ្លួនឯងដើម្បីយើងអាចដឹងចំណុចខ្លាំងចំណុចខ្សោយរបស់ខ្លួនឯងអានេះគឺជាផ្នែកមួយសំខាន់នៅក្នុងដំណើរការស្វែងរកខ្លួនឯងពីព្រោះយើងម្នាក់យើងត្រូវការស្គាល់ទេពកោសល្យពីធម្មជាតិរបស់យើងហើយជាពិសេសវ័យពេលយើងនៅវ័យជំទង់យើងត្រូវការចម្លើយនឹងខ្លាំងមែនតើដើម្បីយើងសម្រេចចិត្តថាត្រូវរៀនអីអភិវឌ្ឍអីដែលត្រូវនឹងខ្លួនយើងចាអញ្ចឹងបើយើងរកឃើញចម្លើយនឹងកាន់តែលឿនណាយើងចំណេញពេលវេលាកាន់តែច្រើនយើងចំណេញធម្មពលកាន់តែច្រើនពីព្រោះយើងមានពេលច្រើនបើយើងរកឃើញតាំងពីយើងនៅក្មេងយើងមានពេលច្រើនក្នុងការអភិវឌ្ឍខ្លួនឯងដើម្បីចាប់យកជំនាញនោះឲ្យបានពិតប្រាកដចាដូច្នេះបើអ្នកចិត្តសាស្ត្រគេថាអញ្ចឹងបើយើងអភិវឌ្ឍខ្លួនឯងស្របតាមទេពកោសល្យរបស់យើងវាចំណេញជាងវាលឿនជាងវាបានផលល្អជាងវាមានគុណភាពខ្ពស់ជាងយើងខំប្រឹងអភិវឌ្ឍទៅលើចំណុចខ្សោយឬក៏អ្វីដែលមិនមែនជាទេពកោសល្យពីកំណើតរបស់យើងចាអញ្ចឹងបើយើងយកពីរនាក់នឹងទៅប្រកួតគ្នាដូចយើងយកកង់ទៅប្រកួតមួយឡានហើយឡានតម្លៃខ្ពស់ទៀតឡានតម្លៃដែលមានគុណភាពល្អទៀតណាពីព្រោះប្រសិទ្ធភាពការងារគឺវាខុសគ្នាដាច់នៅពេលដែលយើងធ្វើអ្វីដែលស្របឬក៏មិនស្របនឹងដងធម្មជាតិរបស់យើងហើយអានេះក៏ជាមូលហេតុមួយដែលធ្វើឲ្យយើងរស់នៅមានសុភមង្គលផ្លូវចិត្តដែរនៅពេលដែលបងប្អូនបានធ្វើការងារដែលខ្លួនឯងចូលចិត្តស្រឡាញ់ខ្លាំងប៉ាកែយើងកាន់តែមានកម្លាំងចិត្តចង់ធ្វើទៀតពីព្រោះធ្វើទៅយើងឃើញយើងធ្វើបានលទ្ធផលល្អចាអញ្ចឹងអាហ្នឹងគឺជាអត្ថប្រយោជន៍មួយទៀតដែលចេញពីការស្គាល់ខ្លួនឯងទៅលើជ្រុងចំណុចខ្លាំងចំណុចខ្សោយហ្នឹងចាអញ្ចឹងទៅយើងអត់អង្គុយកើតទុកនឹងអ្វីដែលយើងខ្សោយទេប៉ុន្តែយើងយកពេលវេលាធម្មពលរបស់យើងទាំងអស់ទៅវិនិយោគនៅក្នុងអ្វីដែលយើងបង្កើតពិតប្រាកដហើយយើងនឹងបានលទ្ធផលភាសាតាមនឹងយើងនឹងឈានទៅដល់ចម្លើយមួយដែលជាអាជីពការងារពិតប្រាកដរបស់យើងប្រភពសេចក្តីសុខពិតប្រាកដរបស់យើងចាអញ្ចឹងនេះគឺជាចំណុចទី5ដែលខ្ញុំចង់ចម្លែកពីអត្ថប្រយោជន៍ឬក៏មូលហេតុហេតុអីបានយើងត្រូវការស្គាល់ខ្លួនឯងហើយបងប្អូនដែលអត់ទាន់បានមើលចម្លើយទី1ទី2ទី3ទី4ទេអាចត្រឡប់ទៅមើលវីដេអូពីមុនបានចាហើយបើសិនជាបងប្អូនមានសំណួរអីតាក់ទងនឹងការស្វែងរកខ្លួនឯងសូមដាក់នៅក្នុង comment ឬក៏អាចផ្ញើសារមកកាន់ខ្ញុំផ្ទាល់បានដើម្បីខ្ញុំអាចចែករំលែកនៅវីដេអូលើក្រោយទៀតសូមអរគុណ